សហរដ្ឋអាមេរិកមើលទៅដូចជាបានត្រៀមខ្លួនរួចជាស្រេចទៅហើយដើម្បីវាយប្រហារអ៊ីរ៉ង់ក៏ប៉ុន្តែហេតុអ្វីអាមេរិកនៅតែមិនចេះកែទម្លាក់គ្រាប់ទុកឲ្យពិភពលោកអន្តរសាតាមដាននោះមិនមែនដោយសារតែទីក្រុង Washington អន់ឬក៏កំសាន្តនោះទេតែដោយសារតែអ៊ីរ៉ង់គឺជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយនៅលើផែនដីក្នុងការវាយប្រហារហើយផលវិបាកនឹងរីករាលដាលឆ្ងាយពីព្រំដែនរបស់អ៊ីរ៉ង់ខ្លួនឯងទី1អ៊ីរ៉ង់មិនមែនអ៊ីរ៉ាក់អ៊ីរ៉ង់ក៏មិនមែនគ្រាន់តែជាប្រទេសធម្មតាមួយដែរអ៊ីរ៉ង់ជាប្រព័ន្ធមួយជាបណ្ដាញជារបបដែលត្រូវបានបង្កើតឡើងជុំវិញមនោគមវិជ្ជាកងកម្លាំងសន្តិសុខនិងក្បាលម៉ាស៊ីនសាសនាដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់អ៊ីរ៉ង់បានចំណាយពេលជាច្រើនទសវត្សរ៍នៅក្នុងការរៀបចំខ្លួនប្រឈមមុខតទល់គ្នាដោយផ្ទាល់ជាមួយអាមេរិកហើយពេលវេលានោះក៏មកដល់ពិតមែនគឺពេលនេះទី2អ៊ីរ៉ង់គឺជាមហាអំណាចមួយនៅក្នុងពិភពមូស្លីមហើយមើលឃើញខ្លួនឯងថាជាមេដឹកនាំនៃអក្សនៃការតស៊ូបើទោះបីជាពិភពមូស្លីមមិនមែនជាប្រឡុករួបរวมតែមួយហើយរដ្ឋាភិបាលមួយចំនួនមិនចូលចិត្តទីក្រុងទីអ៊ីរ៉ង់ក៏ដោយការវាយប្រហាររបស់អាមេរិកនៅតែអាចបង្កឲ្យមានកំហឹងនៅទូទាំងប្រទេសជាច្រើនសម្ពាធសាធារណៈនោះអាចធ្វើឲ្យសម្ព័ន្ធមិត្តជំពើបទៅនឹងអស្ថិរភាពហុចដាវចាក់សាំងបញ្ឆេះកំហឹងទៅដល់ពួកជ្រុលនិយមដែលនឹងប្រែក្លាយប្រតិបត្តិការយោធារបស់អាមេរិកទៅជាគ្រោះមហន្តរាយនយោបាយរយៈពេលវែងទី3អ៊ីរ៉ង់បានកសាងខ្លួននិងបណ្ដុះផ្នត់គំនិតរាប់សិបឆ្នាំសម្រាប់ការសងសឹកអ៊ីរ៉ង់គ្មានសមត្ថភាពវាយដល់ដែនដីអាមេរិកតែអ៊ីរ៉ង់បានត្រៀមកម្លាំងវាយបកនៅទូទាំងតំបន់មជ្ឈមបូព៌ាតាមរយៈមីស៊ីលដ្រូននិងកងកម្លាំងសម្ព័ន្ធមិត្តនៅក្នុងប្លុកអ៊ីស្លាមមូលដ្ឋានទ័ពអាមេរិកនៅឈូងសមុទ្រពាក់កងទ័ពអាមេរិកផ្លូវដឹកជញ្ជូនហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ទាំងអស់ជាគោលដៅរបស់អ៊ីរ៉ង់ការដែលអាមេរិកដកទ័ពពីមូលដ្ឋានទាំងនោះបញ្ជាក់ច្បាស់ថាទីក្រុង Washington ដឹងថាអ៊ីរ៉ង់មិនមែនជាខ្លាក្រដាស់នោះទេទី4សហរដ្ឋអាមេរិកយល់ថានេះនឹងមិនមែនជាការវាយប្រហារមួយយប់ឡើយហើយក៏មិនចប់ដោយករណីវេណេស៊ុយអេឡាដែរគ្រាប់បែកមួយគ្រាប់ដែលអាមេរិកទម្លាក់លើអ៊ីរ៉ង់អាចទាញសម្ព័ន្ធលាក់កំបាំងរបស់អ៊ីរ៉ង់ឲ្យកំដរអាមេរិកវាយជុំទី2ជុំទី3ដែលប្រែក្លាយការវាយប្រហារទៅជាសង្គ្រាមរ៉ាំរ៉ៃនៅក្នុងតំបន់ទី5ទីតាំងភូមិសាស្ត្រក៏ជាសុបិនអាក្រក់មួយសម្រាប់អ្នកចង់វាយអ៊ីរ៉ង់ដែរអ៊ីរ៉ង់មានទំហំធំមានភ្នំមានជ្រលងមានរូងជម្រៅរាប់រយម៉ែត្រក្រោមដីនិងត្រូវបានរចនាឡើងដើម្បីរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកប្រសិនបើការវាយប្រហារបរាជ័យក្នុងការធ្វើឲ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ពិការទីក្រុង Washington អាចបញ្ចប់ដោយលទ្ធផលអាក្រក់គឺសង្គ្រាមដែលគ្មានហ្វ្រាំងចាប់ទី6ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់មិនមែននៅម្នាក់ឯងទេបើទោះបីជាប្រទេសដូចជារុស្ស៊ីនិងចិនមិនប្រយុទ្ធដើម្បីអ៊ីរ៉ង់ដោយផ្ទាល់ក៏ដោយពួកគេអាចទាញយកប្រយោជន៍ពីវិបត្តិនេះទីក្រុង Washington ដឹងច្បាស់ថាការចាប់ផ្ដើមជំនួសធំថ្មីមួយអាចធ្វើឲ្យចុះខ្សោយអំណាចយោធានិងសេដ្ឋកិច្ចរបស់ខ្លួនខណៈដែលសេដ្ឋកិច្ចពិភពលោកក៏នឹងចលាចលជារួមអ៊ីរ៉ង់មិនមែនជាគោលដៅងាយស្រួលនោះទេប៉ុន្តែក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំគេមិនអាចទាញសេចក្តីសន្និដ្ឋានសុក្រឹត 100% ថាអាមេរិកនឹងមិនវាយអ៊ីរ៉ង់នោះឡើយខ្ញុំអ្វីមួយដែលសម្ងាត់អាចនឹងកំពុងធ្វើដំណើរចូលទៅក្នុងដែនអាកាសរបស់អ៊ីរ៉ង់ហើយរបាយការណ៍បង្ហាញថាក្រោយអ៊ីរ៉ង់ប្រកាសបិទជើងហោះហើរទាំងអស់យន្តហោះដឹកទំនិញរបស់ចិនបានសម្រុកចូលទីក្រុងតេហេរ៉ង់សង្ស័យថាកំពុងតែដឹកជញ្ជូន AQ-9 ដែលជាខែលមីស៊ីលរយៈចម្ងាយឆ្ងាយមានថាមពលគ្រប់គ្រាន់ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែក drone និងមីស៊ីលរបស់សត្រូវពីចម្ងាយសារព័ត៌មានមជ្ឈមបូព៌ាបានផ្សព្វផ្សាយអំពីរឿងនេះក៏ក្រៅបណ្ដាញសង្គមប៉ុន្តែមកដល់ពេលនេះអ៊ីរ៉ង់និងចិនមិនទាន់ទទួលស្គាល់នៅឡើយទោះយ៉ាងណាព័ត៌មាននេះគឺគ្រប់គ្រាន់នឹងធ្វើឲ្យតំបន់នេះរង្គោះរង្គើពីព្រោះប្រសិនបើអ៊ីរ៉ង់ទទួលបានខែល AQ-9 មែនការប៉ុនប៉ងវាយប្រហារណាមួយលើអ៊ីរ៉ង់ដែលអាមេរិកបានគំរាមបង្កើនហានិភ័យខ្លាំងជាងមុន AQ-9 មិនមែនជាខែលសាមញ្ញនោះទេយោងតាម Army Recognition AQ-9 ជាបណ្ដាញការពារដែនអាកាសឆ្លាតវៃដោយរួមបញ្ចូលគ្នានៃរ៉ាដារយៈចម្ងាយឆ្ងាយយាននាំផ្លូវវាយប្រហារប្រព័ន្ធតាមដាននិងឧបករណ៍បាញ់មីស៊ីលច្រើនប្រភេទដែលធ្វើការរួមគ្នាដូចជាម៉ាស៊ីនតែមួយវាអាចរកឃើញគោលដៅតាំងពីចម្ងាយតាមដានដំណើរឆ្លងកាត់មេឃរបស់សត្រូវនិងអាចបញ្ជូនមីស៊ីលដើម្បីស្ទាក់ចាប់នៅលើអាកាសAQ-9 ត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅច្រើនក្នុងពេលតែមួយរួមទាំងយន្តហោះចម្បាំងយន្តហោះទម្លាក់គ្រាប់បែកយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលផ្លោងទៀតផងសម្រាប់ទីក្រុងតេហេរ៉ង់ដែលបានប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអាមេរិកការដាក់ពង្រាយ AQ-9 នៅពេលនេះសំខាន់ជាងពេលណាទាំងអស់បណ្ដាញការពារដែនអាកាសរបស់អ៊ីរ៉ង់បច្ចុប្បន្នមិនអាចទប់ទល់ទៅនឹងមីស៊ីលអ៊ីស្រាអែលជាប់ផងកុំថាឡើយរបស់អាមេរិកទោះយ៉ាងណាខែលមីស៊ីលចិននៅបង្កើតជាសំណួរថាតើ AQ-9 ខ្លាំងដោយការអះអាងដែរទេជាពិសេសក្រោយពីប្រព័ន្ធរ៉ាដារបស់ចិនបានបរាជ័យស្ទាក់ចាប់យន្តហោះអាមេរិកដែលជ្រែកចូលដែនអាកាសវេណេស៊ុយអេឡាក្នុងប្រតិបត្តិការចាប់លោកម៉ាឌូរ៉ូកាលពីដើមខែមករាឆ្នាំ2026